បាទជំរាបសួរបងប្អូនយើងដែលជាបេក្ខជនត្រៀមប្រឡងបាក់ឌុបបាទក្នុងនីតិយោនីតិ A ខ្មែរបាទអញ្ចឹងយើងមានគោលដៅគឺយោនីតិ A ខ្មែរឲ្យបានណាបងប្អូនបាទអញ្ចឹងយើងសិក្សាប្រភេទអត្រាកំណែនេះគឺជាជំនួយយើងឲ្យស្គាល់ចរិតលក្ខណៈអត្រាកំណែតើសរសេរបែបម៉េចហើយយើងស្វែងយល់ប្រភេទប្រធានមួយតើសរសេរបែបម៉េចបាទអញ្ចឹងយើងកន្លែងនេះបងប្អូនមិនបាច់តន់ខ្វល់ថាវិញ្ញាសាអត្រាកំណែនេះចេញនៅក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមអីទេអញ្ចឹងបងប្អូនថ្នាក់វិទ្យាសាស្ត្រពិតក៏ដោយវិទ្យាសាស្ត្រសង្គមក៏ដោយយើងត្រូវយកចិត្តទុកដាក់សិក្សាប្រភេទប្រធានកំណាព្យអញ្ចឹងប្រធានថ្ងៃនេះជាប្រភេទប្រធានកំណាព្យតើការសរសេរបកស្រាយកំណាព្យគឺសរសេរបកស្រាយបែបម៉េចឲ្យយើងដឹងចរិតលក្ខណៈនៃការបកស្រាយកំណាព្យហើយយើងដឹងថាតើអត្រាកំណែគេសរសេររបៀបបែបម៉េចដល់ពេលអញ្ចឹងទៅបងប្អូនយើងមានទុននៅក្នុងការរៀបចំការសរសេររបស់យើងធ្វើម៉េចឲ្យវាស៊ីគ្នាជាមួយអត្រាកំណែត្រូវចាំថាបើយើងចង់យក A ឲ្យបានតតែការសរសេររបស់យើងមានចរិតលក្ខណៈដូចអត្រាកំណែទើបសង្ឃឹមបាន A យើងមិនចេះតែសរសេរទៅពីតាមអ្វីដែលយើងចេះនឹងបានទេយើងត្រូវយកអាការចេះរបស់យើងហ្នឹងយកមកឲ្យស្របជាមួយនឹងអត្រាកំណែរបស់ក្រសួងទើបសង្ឃឹមបាន A ទៅលើមុខវិជ្ជាខ្មែរហ្នឹងខ្ញុំនិយាយតែខ្មែរទេតែមុខវិជ្ជាផ្សេងទៀតក៏ដូចតែគ្នាដែរបើយើងសរសេរចេញមកទៅតឹងទឹះខុសពីអត្រាកំណែគឺយើងអត់អាចយក A បានទេទន្ទឹមនឹងយើងមានសមត្ថភាពជាគោលហើយយល់ពីសំណេរច្បាស់ហើយចេះសរសេរហើយយើងត្រូវរៀបចំការសរសេរយើងនឹងឲ្យដើរស្របជាមួយនឹងអត្រាកំណែរបស់ក្រសួងអញ្ចឹងថ្ងៃនេះខ្ញុំគិតថាវីដេអូនេះវាសំខាន់ល្អសម្រាប់យើងយកមកជាគំរូឲ្យដឹងថាប្រភេទប្រធានកំណាព្យតើគេសរសេរបែបម៉េចបាទបើយើងមើលនៅក្នុងប្រភេទអត្រាកំណែបាទអញ្ចឹងបងប្អូនទាំងអស់គ្នាសូមយកចិត្តទុកដាក់ហើយប្រមូលអារម្មណ៍ស្មារតីសិក្សាត្រង់ត្រាប់កត់ត្រាហើយរៀនទាំងអស់គ្នាបាទតោះអញ្ចឹងយើងមើលប្រធាននៅក្នុងច្បាប់ល្បាតថ្មីរបស់អ្នកព្រះភិរមភាសាអ៊ូហៅងុយបានពោលថាបំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានបើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀនកុំអៀនកុំខ្មាស់អញ្ចឹងកំណាព្យជាទូទៅគឺគេលើកមួយវគ្គឬក៏យើងហៅថាមួយល្បះយកមកឲ្យយើងបកស្រាយតែម្ដងហើយយើងអត់ប្រកាសថានឹងចេញកំណាព្យក្នុងស្នាដៃរបស់អ្នកប្រាជ្ញខ្មែររូបណាទេបាទប៉ុន្តែនៅក្នុងពេលនេះបាទអត្រាកំណែក្នុងឆ្នាំ2017នេះគឺចេញកំណាព្យរបស់លោកតាក្រមុយបាទនៅក្នុងថ្នាក់វិទ្យាសាស្ត្រសង្គមអញ្ចឹងបងប្អូនយើងបកស្រាយមកគេថាចូលអ្នកបកស្រាយដោយយកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរមកបញ្ជាក់គេបញ្ជាក់ណាអក្សរសិល្ប៍ខ្មែរអញ្ចឹងបងប្អូនយើងទី1ឲ្យតែប្រភេទអក្សរសិល្ប៍ខ្មែរបងប្អូនលើកចូលបានទី2បងប្អូនមិនបាច់ទៅលើកសង្គមមិនបាច់ទៅលើកប្រវត្តិសាស្ត្រនាំតែខាតពេលទេអត់បានបន្ទុកហើយខាតពេលទៀតហើយថាមិនត្រូវគេដកបន្ទុកទៀតព្រោះយើងអត់ចេះមើលពាក្យបង្កប់គេឲ្យលើកឧទាហរណ៍ក្នុងអក្សរសិល្ប៍ខ្មែរអញ្ចឹងយើងមិនបាច់ទៅលើកទេនៅក្នុងអក្សរសិល្ប៍បែបបរទេសនិយមអីហ្នឹងយើងមិនបាច់លើកទេបាទយើងលើកតែប្រភេទអក្សរសិល្ប៍ខ្មែរមកបាទណាចឹងបងប្អូនយើងចាប់អារម្មណ៍នៅក្នុងការបកស្រាយដោយជាអត្រាកំណែគឺគេមិនសរសេរសេចក្តីអត្ថាធិប្បាយឲ្យយើងទេបាទនេះយើងមើលមកគឺគេគ្រាន់តែសរសេរជាលក្ខណៈគម្រោងតែងតែប៉ុណ្ណោះអញ្ចឹងបងប្អូនយើងមើលលំនាំគេឲ្យ7បន្ទុកហើយគេប្រាប់យើងថាម៉េចនិយាយធ្វើម៉េចឲ្យតែតាក់ទងជាមួយនឹងប្រធានអញ្ចឹងប្រភេទកំណាព្យគឺគេមានវិធី2នៅក្នុងការសរសេរកំណាព្យលំនាំណាខ្ញុំនិយាយលំនាំគេមានវិធី2បាទវិធីទី1គឺគេអានអត្ថន័យកំណាព្យនេះបំរើមើលពុតអីរហូតមកដល់កុំអៀនកុំខ្មាស់ហ្នឹងបាទគឺគេអានអាហ្នឹងបងប្អូនតោះនេះគឺគេអានកន្លែងហ្នឹងឲ្យយល់អត្ថន័យហើយគេទាញចេញជាលំនាំបញ្ហាដែលក្តោបជាមួយអត្ថន័យហ្នឹងអាហ្នឹងវិធីទី1យើងធ្វើអញ្ចឹងក៏បានដែរគឺតាក់ទងនឹងប្រធានវិធីទី2គឺយើងសរសេរក្នុងទិដ្ឋភាពទូទៅគេសរសេរក្នុងទិដ្ឋភាពទូទៅមានន័យថាគេមិនចាំបាច់ទៅស៊ីជម្រៅជាមួយប្រធានហ្នឹងទេប៉ុន្តែគេសរសេរក្នុងន័យទូទៅខាងក្រៅប៉ុន្តែអាចពាក់ព័ន្ធជាមួយប្រធានកំណាព្យដូចគ្នាដែរអញ្ចឹងវិធីទី1គឺមានន័យចេះមានន័យថាបងប្អូនយើងមើលប្រធានឲ្យយល់បំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានបើខ្លាចឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀនកុំអៀនកុំខ្មាស់អញ្ចឹងក្នុងន័យនេះបើយើងមើលក្នុងកំណាព្យទាំងមូលនេះវាមានអត្ថន័យសំខាន់2អត្ថន័យសំខាន់ទី1បំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានគឺមានន័យថាទី1បើតកែចវាយនាយបើរើសកូនចៅរើសកូលីយកមកធ្វើការជាមួយមើលពុតត្បុតរបស់កូនចៅរបស់កូលីរបស់ខ្លួនផងបាទមួយទៀតបាទដល់ពេលយើងជាអ្នកទៅបំរើតកែឬក៏ចវាយនាយរបស់យើងវិញយើងត្រូវមើលដែរត្រូវមើលពីពុតត្បុតល្បិចកិច្ចកលមាយារបស់ចវាយនាយហ្នឹងដែរពីព្រោះបើយើងអត់ចេះមើលអាហ្នឹងជួនកាលយើងទៅធ្វើរោងថ្មបាក់គេបោកគេកឹបកេងកម្លាំងពលកម្មយើងក៏អាចថាបានអញ្ចឹងបើសិនជាខ្ញុំគូសឲ្យគឺយើងយកត្រឹមនេះឃើញទេបាទយើងយកត្រឹមនេះគឺអត្ថន័យទី1រឿងចវាយរឿងកូនចៅទី1ចវាយឬកូនចៅក៏ត្រូវមើលបាទពីចរិតពុតត្បុតរបស់កូនចៅបាទមានតែបញ្ញាឲ្យមុតឲ្យមើលស្មារតីឲ្យមានឲ្យមើលកូនចៅខ្លួនឯងឲ្យដឹងជួនកាលតែអត់មើលនោះកូនចៅលេងតែមួយក្បាច់ហ្នឹងលំក្រុមហ៊ុនបដ ாய் អញ្ចឹងត្រូវមើលដែរមួយទៀតដល់ពេលយើងជាកូនចៅវិញទៅធ្វើការឲ្យចវាយនាយវិញក៏យើងត្រូវមើលពីកិច្ចកលវិជារបស់ចវាយនាយដែរតាមស្រួលហ្នឹងគេបោកប្រាស់យើងគេកឹបកេងកម្លាំងពលកម្មយើងបោកយើងឲ្យទៅធ្វើរឿងខុសច្បាប់អីជាដើមអញ្ចឹងអាហ្នឹងមួយបាទយើងយល់អាហ្នឹងសិនបន្ទាប់មកនេះបើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀងកុំអៀនកុំខ្មាស់ហ្នឹងគឺមានន័យថាមនុស្សយើងគ្មានអ្នកណាដែលចេះគ្រប់10ទេអញ្ចឹងអាភាពល្ងងខ្លៅអត់ចេះហ្នឹងវាតែងតែមានហើយអញ្ចឹងបើយើងកន្លែងនេះបើខ្លៅកន្លែងនេះមានថាបើយើងអត់ចេះ
នេះឲ្យប្រាជ្ញហ្នឹងមានន័យថាឲ្យចេះសួរគេឲ្យមានមាត់ហ្នឹងចេះស្ដីឲ្យចេះរៀនសូត្រអញ្ចឹងណាឲ្យប្រាជ្ញហ្នឹងណាបើខ្លាចឲ្យហ៊ានមានន័យថាបើសិនណាជាយើងខ្លាចដូចថាខ្លាចមុខខ្លាចក្រោយយើងឲ្យហ៊ានចិត្តយើងហ្នឹងឲ្យហ៊ានសុំការបំភ្លឺឬក៏ការជួយជ្រោមជ្រែងពីអ្នកដទៃអញ្ចឹងទៅបាទចង់បានរបៀនចង់បានភាពចេះដឹងចង់បានលៀបយុសការៈហ្នឹងគឺកុំឲ្យអៀនកុំឲ្យខ្មាស់ពាក្យខ្មែរថាម៉េចបាទថោកអីនឹងដៃថ្លៃអីនឹងមាត់នេះកុំអៀនកុំខ្មាស់អញ្ចឹងយើងឃើញកន្លែងនេះគឺអត្តន័យមួយទៀតបាទអត្តន័យមួយទៀតអញ្ចឹងបងប្អូនយើងអាចសរសេរលំនាំធ្វើម៉េចឲ្យវាពាក់ព័ន្ធជាមួយអត្តន័យទាំងពីរហ្នឹងបាទអត្តន័យទាំងពីរហ្នឹងអញ្ចឹងជាទូទៅបើករណីប្រធានដែលមានអត្តន័យ2ឬ3ដែលយើងមើលទៅមានអារម្មណ៍ថាស្មុគស្មាញលំនាំគេអត់ប្រើវិធីទី1នេះទេបាទគេរត់មកសរសេរវិធីទី2នេះអញ្ចឹងវិធីទី2ហ្នឹងគេសរសេរថាម៉េចយើងអាចសរសេរថាបុព្វបុរសដូនតាខ្មែរតែងតែបន្សល់ទុកនៅពាក្យទូមានព្រានប្រដៅជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយដែលពាក្យទូមានព្រានប្រដៅទាំងនោះច្រើនមានវត្តមាននៅក្នុងពាក្យស្លោកសុភាសិតពិសេសនោះគឺកំណាព្យតែម្ដងដោយមើលឃើញពីតម្លៃដ៏ល្អទាំងនេះហើយទើបយើងនឹងលើកយកច្បាប់ល្បាតថ្មីរបស់អ្នកព្រះភិរមភាសាអ៊ូហៅងុយមួយល្បះឬក៏មួយវគ្គមកធ្វើការបកស្រាយដែលមានសេចក្តីថាហើយចម្លងចូលទៅដល់ចម្លងកំណាព្យនឹងចូលមកចប់បាទឃើញទេឥឡូវយើងមើលវិធីទី2គឺយើងសេអញ្ចឹងប៉ុន្តែខ្ញុំចង់បញ្ជាក់បងប្អូនថាវិធីទី2នេះយើងអាចថាមិនមែនជាវិធីល្អ 100%ទេប៉ុន្តែក៏បានពិន្ទុដែរបាទគេអាចឲ្យពិន្ទុពេញឬក៏ខ្វះតិចតួចក្នុង7ពិន្ទុអញ្ចឹងមិនស្រួលគេឲ្យយើង6ពិន្ទុបាទឬក៏5ពិន្ទុយ៉ាងហោចក៏គ្រាន់ដែរប៉ុន្តែបងប្អូនទម្លុះសរសេរដោយយល់ពីប្រធានវិញអានឹងដឹងតែពិន្ទុពេញហើយបាទព្រោះលំនាំគេចង់បានអាលំនាំណាដែលយល់ពីប្រធានសរសេរមកឲ្យជាប់ពាក់ព័ន្ធនឹងប្រធានឬក៏តាក់ទងនឹងបញ្ហាទូទៅរបស់ប្រធាននឹងឯងបាទអញ្ចឹងបងប្អូនយើងរៀនសរសេរទៅបាទរៀនសរសេរក្នុងអត្តន័យទាំងពីរហ្នឹងទៅបាទអាទី2នេះមិនតែចាំមាត់ទេប៉ុន្តែរបៀបទី1នេះបងប្អូនយើងមើលប្រធាននឹងពិចារណាឲ្យយល់តាមអ្វីដែលខ្ញុំបញ្យល់ហ្នឹងទៅបងប្អូនយើងទាញចេញជាលំនាំមកទៅមិនឲ្យពាក់ព័ន្ធនឹងអត្តន័យកំណាព្យហ្នឹងមកលើកកំណាព្យនឹងចូលបានបាទធ្វើបានទេបងប្អូន7ពិន្ទុបាទ7ពិន្ទុអញ្ចឹងព្យាយាមមើលបាទរៀនសរសេរចំណូលបញ្ហាមិនជាបញ្ហាចោលទេបងប្អូនយើងលើកចូលតែម្ដងបាទខ្ញុំលុបបន្តិចកុំឲ្យញ៉ៃញ៉ៃអញ្ចឹងយើងបាទយើងចម្លងចូលទៅដោយបាទចំណូលបាទនេះយើងសរសេរត្រឹមហ្នឹងមករហូតមកដល់ត្រឹមនេះបាទហើយអភន្តរសញ្ញាត្រូវដាក់មកវិញណាបាទនេះអភន្តរសញ្ញាគេត្រូវបើកកន្លែងនេះមួយទៀតណាបាទអភន្តរសញ្ញាយើងសេឲ្យស្អាតមកបងប្អូនអានេះមូសកតននេះបាទអភន្តរសញ្ញាមិនធំពេកមិនតូចពេកណានេះរូបរាងវាអញ្ចឹងខ្ញុំគូបលើនេះវាមិនបានស្អាតទេបងប្អូនយើងសរសេរឲ្យស្អាតណានេះយើងមើលឃើញទេនេះអភន្តរសញ្ញាហើយក៏មិនមែនទៀបអញ្ចឹងដែរវារាងខ្ពស់ប្រប្រាស់ជាមួយសក់នៃព្យញ្ជនៈនេះវារាងខ្ពស់ជាងតិចប៉ុណ្ណេះតើនេះរបៀបអញ្ចឹងសញ្ញាធំតូច2ជាន់បងប្អូនហ្នឹងហៅថាអភន្តរសញ្ញាតើនេះគួរស្អាតណាគួរស្អាតបាទកុំធំពេកកុំតូចពេកល្មមបាទតោះនេះចឹងហើយកុំទម្លាប់ធ្វើអភន្តរសញ្ញាអញ្ចេះអត់ត្រូវទេណាអាហ្នឹងមិនមែនអភន្តរសញ្ញាឲ្យវារឿងស្រួចឲ្យដាច់អញ្ចឹងបាទតោះបងប្អូនអញ្ចឹងប៉ុណ្ណឹងបានទេអាចធ្វើបានទេចំណុចប៉ុណ្ណឹងរៀនធ្វើទៅបាទហើយយើងមើលមកចំណោទបញ្ហាសួរតាមបែបប្រធានពន្យល់ស្រួលណាស់បងប្អូន4ពិន្ទុបាទយកបានដោយងាយបងប្អូនគ្រាន់តែសួរថាម៉េចតើបាទកំណាព្យខាងលើបាទមានអត្ថន័យដូចម្ដេចខ្លះឬក៏តើប្រធានបទខាងលើមានអត្ថន័យខ្លឹមសារយ៉ាងដូចម្ដេចខ្លះតែប៉ុណ្ណាបងប្អូនមានអីត្រូវពិបាកតើណាបាទយើងមិនបាច់ទៅចង់បំលែងចំណោទសំតុបបំលែងប្រធានទៅចំណោទឈឺក្បាលបាត់ណាអញ្ចឹងមិនបាច់ទេសួររកអត្ថន័យខ្លឹមសាររួមរបស់កំណាព្យនឹងតែម្ដងបាទតើបាទច្បាប់ល្បាតថ្មីខាងលើនេះបាទឬក៏តើច្បាប់ល្បាតថ្មីរបស់ព្រះភិរមភាសាអ៊ូខាងលើមានអត្ថន័យដូចម្ដេចខ្លះនឹងសួរអញ្ចឹងមកល្អតើច្បាប់ល្បាតថ្មីរបស់អ្នកព្រះភិរមភាសាអ៊ូហៅងុយខាងលើនេះមានអត្ថន័យដូចម្ដេចខ្លះបាទខាងលើនេះមានអត្ថន័យដូចម្ដេចខ្លះប៉ុណ្ណាគេសួររកអត្ថន័យខ្លឹមសារគឺជាអត្តសញ្ញាណរបស់សំណេរបែបពន្យល់ចាំទុកណាបាទកុំឲ្យពាក់ព័ន្ធរឿងខុសត្រូវកុំឲ្យពាក់ព័ន្ធរឿងលក្ខណៈដូចលក្ខណៈខុសឲ្យសោះតែហ៊ានតែពាក់ព័ន្ធរឿងខុសត្រូវពាក់ព័ន្ធលក្ខណៈដូចលក្ខណៈខុសដឹងតែ4ពិន្ទុនេះ0ហ្មងដឹងតែ0វិញតែម្ដងហើយគេមិនស្រួលគេដកពិន្ទុថែមទៀតណាព្រោះយើងអត់យល់របៀបសួរអញ្ចឹងយើងសួរតាមរបៀបប្រធានពន្យល់ដោយសួររកអត្ថន័យខ្លឹមសាររបស់ប្រធានបទបាទយ៉ាងណាដែរបងប្អូនបាទរៀនសរសេរមើល3ចំណុចហ្នឹងបាទចាប់បិចសភៅមកហើយរៀនសរសេរមើលបងប្អូនបាទហើយសំខាន់យើងត្រូវដឹងរបៀបសរសេរកំណាព្យគេសរសេរមិនណាបាទអញ្ចឹងយើងមើលឃ្លាភ្ជាប់បាទឃ្លាភ្ជាប់សេចក្តីជាប់បន្ទាត់ណាបងប្អូនបាទអញ្ចឹងនេះយើងចុះបន្ទាត់លំនាំមួយយើងចុះបន្ទាត់ចំណោទមួយដល់ពេលកន្លែងនេះយើងចុះបន្ទាត់មួយទៀតហើយមក2ពិន្ទុមានន័យពិបាកបងប្អូនឃ្លាភ្ជាប់សេចក្តី2ពិន្ទុអញ្ចឹងបងប្អូនយើងធ្វើម៉េចឃ្លាភ្ជាប់សេចក្តីបាទរាល់ដងបងប្អូនសរសេរម៉េចមើលរាល់ដងយើងសរសេរម៉េចអញ្ចឹងយើងសរសេរអញ្ចឹងទៀតមកបាទដើម្បីជាជំនួយជួយដល់ការបកស្រាយបញ្ហាប្រធានខាងលើជាបឋមយើងគួរគប្បីសិក្សាស្វែងយល់ពាក្យកន្លឹះបាទរបស់ប្រធានមួយចំនួនជាមុនសិនចប់2ពិន្ទុបាទឬក៏បងប្អូនចង់លេងពាក្យបាទដើម្បីជាប្រតិបបំភ្លឺផ្លូវឆ្ពោះទៅកាន់ការបកស្រាយក៏បានដើម្បីជាមាគាបាទឬក៏ដើម្បីជាអីដើម្បីជាមធ្យោបាយស្រាយបំភ្លឺបញ្ហារបស់ប្រធានខាងលើអីចឹងបាទយើងប្រើពាក្យអីក៏បានដែរយើងចូលចិត្តសរសេរបែបនេះផ្សេងចឹងមកគ្រាន់តែថា
ហាមតែមួយឯងកុំប្រើពាក្យពេចន៍ដែរវាហួសហេតុឬក៏ពាក្យពេចន៍លខោនពាក្យពេចន៍ដែលគេអត់ប្រើអាណាដែលគេនិយមប្រើទៅបាន2បន្ទុកតោះបងប្អូនអញ្ចឹងយើងមើលបញ្យលពាក្យគេឲ្យ5បន្ទុកដោយសារយើងបញ្យលចំនួនប៉ុន្មានចំនួន5បាទនេះយើងបញ្យលពាក្យចំនួន5ណាបាទអញ្ចឹងយើងមានពាក្យអីខ្លះពុតមុតខ្លៅប្រាជ្ញហើយនឹងរបៀនអញ្ចឹងយើងមើលពាក្យថាពុតគឺកិច្ចកលមាយាល្បិចកិច្ចកលបាទហើយគេចុចនេះមានន័យថាយើងអាចបញ្យលលើសពីហ្នឹងក៏បានបាទតែក្នុងន័យហ្នឹងពុតទីនេះគឺល្បិចកិច្ចកលដែលគេចំណាំនិយាយមនុស្សមានពុតត្បុតណាបាទល្បិចកិច្ចកលមាយាដកខ្ញីនិយាយរួមមនុស្សគ្រោះថ្នាក់មនុស្សមានពុតហ្នឹងជាមនុស្សគ្រោះថ្នាក់គេហៅក្តៅស៊ីរៈតិចស៊ីជ្រៅបាទមនុស្សប្រភេទតិចឯងមិនដែលកេះឆ្នាំងបាយធ្លុះពាក្យខ្មែរថាម៉េចមើលកេះឆ្នាំងបាយធ្លុះហ្នឹងឯងមនុស្សពុតហ្នឹងមួយទៀតមុតទីនេះបងប្អូនកុំច្រឡំអាមុតដៃមុតជើងអីណាមុតទីនេះគឺសំដៅទៅលើភាពច្បាស់លាស់ឆ្លៀសវៃឬផ្លាឃើញទេអញ្ចឹងហើយបានជាលោកគ្រូអ្នកគ្រូយើងតែងតែប្រាប់ថាម៉េចតែងតែប្រាប់ថាបញ្យលពាក្យកុំបញ្យលទៅតាមវចនានុក្រមបញ្ញត្តិខុសបញ្យលពាក្យត្រូវបញ្យលស្របតាមអត្ថន័យប្រធានអញ្ចឹងពាក្យមុតទីនេះយើងមើលនេះប្រាជ្ញាឲ្យមុតអញ្ចឹងប្រាជ្ញាឲ្យមុតនេះមានន័យប្រាជ្ញាឲ្យភ្លឺថ្លាប្រាជ្ញានោះឲ្យច្បាស់លាស់ប្រាជ្ញានោះឲ្យវាងវៃអញ្ចឹងណាអញ្ចឹងហើយបានយើងបញ្យលពាក្យមុតកន្លែងនេះសំដៅទៅលើភាពច្បាស់លាស់បាទភាពវាងវៃភ្លឺថ្លាខ្លៅគឺមិនចេះមិនដឹងមិនយល់ល្ងឹតល្ងងហៅថាខ្លៅប្រាជ្ញឆ្លៀសវៃឆ្លាតប៉ិនប្រសប់បាទរបៀនចំណេះដែលចេះពីការរៀនសូត្ររបៀនទីនេះក៏ក្នុងន័យថាលៀបយុះសក្ការៈបានដែរបាទអញ្ចឹងយើងអាចសរសេរបន្ថែមបន្តិចមកបាទចំណេះចេះដឹងពីការរៀនសូត្រឬក៏លៀបយុះសក្ការៈព្រោះរបៀនកន្លែងនេះណាគេថាម៉េចចង់បានរបៀនកុំអៀនកុំខ្មាស់អញ្ចឹងបើចង់បានចំណេះចេះដឹងបើចង់បានលៀបយុះសក្ការៈកុំអៀនកុំខ្មាស់ណាព្រោះតតែយើងហ្នឹងបាទគេហៅថាមានភាពក្លាហានហ៊ានប្រឈមចំពោះបញ្ហាមានទំនួលខុសត្រូវចេញមុខបើយើងចង់មានបានយើងត្រូវចេញរកស៊ីយើងត្រូវចេញប្រកបកិច្ចការងាររកទទួលទានហើយបើយើងនៅតែផ្ទះដេកអេះក្បាលពោះយើងធ្វើមិននឹងបាននឹងគេកើតអញ្ចឹងកុំអៀនកុំខ្មាស់កុំគិតថាការងារហ្នឹងមិនសមនឹងអញទេអញខំរៀនអស់លុយមកកណោមកឲ្យលក់ដូរតាមចាំផ្លូវអញ្ចឹងដូចជាខ្មាស់អៀនគេអញ្ចឹងបើឡើយតែខ្មាស់អៀនអញ្ចឹងធ្វើមិនបានអារបៀនហ្នឹងមួយទៀតបើយើងចង់រៀនសូត្របានខ្ពង់ខ្ពស់ចេះដឹងបាទហើយយើងអៀនខ្មាស់ច្រើនមិនហ៊ានសួរគ្រូមិនហ៊ានបាទធ្វើកិច្ចការស្រាវជ្រាវដែលគ្រូដាក់ឲ្យឆ្ងល់ឬក៏មិនចេះចំណុចណាយើងធ្វើអឺតតែម្នាក់ឯងអត់ហ៊ានសួរគេខ្លាចអន់ខ្លាចថោកតែមកយើងបានចេះដឹងឃើញទេអញ្ចឹងយើងបញ្យល់ពាក្យគឺគេបញ្យល់អញ្ចឹងគេបញ្យល់ស្របទៅតាមអត្ថន័យរបស់ប្រធានបន្ទាប់ពីបងប្អូនយើងបញ្យល់ពាក្យរួចហើយគឺតួនាទីបន្ទាប់គឺបញ្យល់ន័យប្រធាន3បន្ទុកបាទ3បន្ទុកអញ្ចឹងយើងសន្សំទៅណាបើចង់បាន A បងប្អូនយើងត្រូវសន្សំគ្រប់ចំណុចអត់មានថាបើចំណុចនឹងបន្ទុកតិចសរសេរលេងអត់ទេលេងលទ្ធផលលេងហើយអញ្ចឹងបញ្យល់ន័យប្រធានយើងទាញបញ្យល់ន័យបានថាដូច្នេះច្បាប់ល្បាតថ្មីរបស់អ្នកព្រះភិរមភាសាអ៊ូហៅងុយខាងលើនេះមានន័យថាមុននឹងយកនរណាម្នាក់មកបម្រើឲ្យមានភាពត្រូវមានភាពណាឆ្លៀសវៃឲ្យមានស្មារតីក្នុងការមើលរឹកពីមាយាទល្បិចកិច្ចកលហើយបើចង់បានចំណេះចេះដឹងតើតែឆ្លៀសវៃក្លាហានហ៊ានសួរកុំអៀនខ្មាស់ច្រើនពេកអីចឹងទៅអញ្ចឹងបងប្អូនយើងមើលបញ្យលន័យប្រធានគឺមានអត្ថន័យ2សំខាន់បងប្អូនចាប់អារម្មណ៍ទី1គេថាមុននឹងយកនរណាម្នាក់មកបម្រើកិច្ចការងារឲ្យយើងត្រូវមានភាពឆ្លៀសវៃមានស្មារតីក្នុងការមើលអីរឹកពីមាយាទល្បិចកិច្ចកលបាទអញ្ចឹងកន្លែងនេះខ្ញុំសុំថែមបន្តិចបងប្អូនគួរសរសេរអញ្ចេះឲ្យវាពេញលេញណាបាទមុននឹងបាទទទួលនរណាម្នាក់មកបម្រើការងារឬក៏មុននឹងទៅបម្រើការងារឲ្យនរណាម្នាក់គឺមានន័យថាមុននឹងយកនរណាមកបម្រើការងារឬក៏មុននឹងយើងទៅបម្រើការងារឲ្យនរណាម្នាក់ត្រូវមានភាពឆ្លៀសវៃដោយមានស្មារតីក្នុងការមើលរឹកពីមាយាទកិច្ចកលល្បិចបាទរបស់អ្នកធ្វើការឲ្យខ្លួនឬក៏របស់ចៅហ្វាយនីរបស់ខ្លួនឯងក្នុងន័យហ្នឹងក្នុងន័យ2បងប្អូនបាទហើយបើចង់បានចំណេះចេះដឹងឃើញទេចំណេះចេះដឹងឲ្យថែមបន្តិចទៀតមកលៀបយុះសក្ការៈផ្សេងតើដែលយើងមានភាពឆ្លៀសវៃក្លាហានហ៊ានសួរចង់ចេះចង់ដឹងកុំអៀនខ្មាស់ច្រើនពេកឃើញទេចប់អញ្ចឹងបញ្យល់ន័យប្រធានប៉ុណ្ណឹងអញ្ចឹងបងប្អូនប្រធាននេះយើងពិចារណាទៅឃើញថាម៉េចប្រធាននេះមានន័យសំខាន់2ណាបងប្អូនទី1ក្នុងន័យធ្វើការឲ្យគេឬក៏រើសកម្មករមកធ្វើការឲ្យខ្លួនត្រូវមើលចរិតលក្ខណៈពងសាវតារបស់អ្នកហ្នឹងប្រវត្តិសាវតារបស់អ្នកហ្នឹងឲ្យច្បាស់បាទក្នុងន័យយើងរើសកម្មករមកមើលប្រវត្តិមើលអីច្បាស់មើលចរិតរឹកពីកិច្ចការមាយាទឲ្យច្បាស់ទី2យើងជាអ្នកធ្វើការហ្នឹងពេលទៅធ្វើការឲ្យគេក៏យើងត្រូវមើលដែរបាទមើលចៅហ្វាយនីយើងដែរជាពិសេសបងប្អូនស្រីបាទយើងត្រូវមើលចៅហ្វាយនីខ្លះថោកទាបបាទគេហៅថាបៀតបៀនគេខ្មាស់ចំពោះបុគ្គលិកខ្លួនឯងអាងតែខ្លួនឯងជាមេអញ្ចឹងបង្ខំឲ្យបាទនារីបុគ្គលិករបស់ខ្លួនហ្នឹងបាទបំពេញនៅចំណង់តណ្ហារបស់ខ្លួនឯងឬក៏ពេលខ្លះមេតកែខ្លះថោកទាបគឺបោកប្រាស់កម្មករកេងចំណេញកម្លាំងពលកម្មកម្មករបាទហើយជួនកាលធ្ងន់ធ្ងរមែនតើគឺនាំយកទៅលក់បដ ாய் ឬក៏ឲ្យយើងទៅធ្វើរឿងខុសច្បាប់យើងអត់ដឹងផងបាទឲ្យតែយើងដឹកតំណែងយើងអត់ដែរបានបើកមើលក៏ពិតយើងដឹកគ្រឿងញៀនយកទៅឲ្យម៉ួយគេដល់ពេលអញ្ចឹងប៉ូលីសចាប់ពឹបយើងនេះ
រោងថ្មបាក់បណ្ដោយអញ្ចឹងគេកន្លែងហ្នឹងគឺអប់រំថាមើលណាមើលធ្វើការឲ្យគេត្រូវមើលចរិតតកែរកកម្មករមកធ្វើការត្រូវមើលចរិតកម្មករទៅវិញទៅមកកន្លែងនេះគឺអប់រំទាំងពីរទាំងតកែទាំងកម្មករដល់ក្នុងន័យហ្នឹងណាបងប្អូនដល់ពេលល្បិចកិច្ចការហ្នឹងគឺពាក់ព័ន្ធនឹងភាពពុតបុត្រនឹងឯងហើយមួយទៀតពាក់ព័ន្ធនឹងយើងចង់ចេះចង់ដឹងចង់មានចំណេះដឹងយើងចង់មានលៀបយុសការៈឬកន្លែងថារបៀនហ្នឹងណាបាទចង់រីកចម្រើនក្នុងជីវិតណាកុំខ្ជិលទី1កុំខ្ជិលត្រូវតែមានភាពឆ្លៀសវៃណាក្លាហានតស៊ូប្រឹងប្រែងហ៊ានសួរកុំខ្មាស់កុំអៀនអញ្ចឹងបងប្អូនយើងឃើញកំណាព្យនេះអត្តន័យប្រហែលយល់ប្រធានច្បាស់នៅអត្តន័យ2ហ្នឹងសំខាន់អញ្ចឹងពេលដែលយើងបកស្រាយគឺត្រូវតែឆ្លើយតបចំណុចសំខាន់ទាំងពីរហ្នឹងអញ្ចឹងបងប្អូនស្ដាប់តនេះប៉ុណ្ណឹងអាចយល់ប្រធានទេបាទយល់ហើយណាបាទតោះឥឡូវយើងទៅបកស្រាយជាមួយគ្នាបកស្រាយប្រធាននេះគឺអត្រាកំណែឲ្យជាគំនិតយើងពីរទី1គេចាប់យកបំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានជាអត្តន័យទី1ឬយើងហៅថាគំនិតទី1បន្តមកបាទឬក៏បញ្ហាទី1ក៏បានដែរហើយគេបកស្រាយអស់ចប់សពគ្រប់មានឧទាហរណ៍មានអីទៅបានគេចូលអីបាទនេះបងប្អូននេះគេបកស្រាយគំនិតទី2គឺគេយកត្រឹមបើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀបកុំអៀនកុំខ្មាស់ជាអត្តន័យទី2ឬក៏យើងហៅថាបញ្ហាទី2របស់ប្រធានហ្នឹងអញ្ចឹងអស់ហើយបាទការបកស្រាយគឺមានតែ2សំខាន់ហ្នឹងបាទអញ្ចឹងកំណាព្យអញ្ចឹងបាទខ្ញុំចង់ទាញចំណាប់អារម្មណ៍បងប្អូនសិនមុននឹងយើងចូលទៅគឺនៅពេលដែលបងប្អូនជួបប្រធានកំណាព្យនេះមកយើងមើលជាមួយគ្នាណាកន្លែងសំខាន់ណាខ្ញុំបញ្យល់មិនមែនត្រឹមតែប្រធានមួយនេះទេបងប្អូនជួបប្រធានកំណាព្យឲ្យដឹងរបៀបសរសេរនៅពេលដែលជួបប្រធានកំណាព្យសំខាន់បំផុតនៅពេលបកស្រាយបងប្អូននៅពេលបកស្រាយប្រធានណាបងប្អូនត្រូវអានកំណាព្យនឹងជាច្រើនដងហើយពិចារណាឲ្យច្បាស់ថាកំណាព្យនឹងមានបញ្ហាប្រមាណឬក៏យើងថាមានប្រមាណកង់ប្រមាណអត្តន័យវិភាគឲ្យច្បាស់សម្រាប់ចិត្តឲ្យត្រូវអញ្ចឹងយើងអានឲ្យអានទៀតបិទភ្នែកសម័យរំពៃគិតទៅកំណត់ឲ្យបានថាតើកំណាព្យនឹងមានអត្តន័យប្រមាណបាទអញ្ចឹងបើកំណាព្យនឹងមានអត្តន័យ2បងប្អូនត្រូវចាប់ការបកស្រាយជា2កលៈណាដូចប្រធាននេះអញ្ចឹងប្រធាននេះគឺមាន2អញ្ចឹងបំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានត្រឹមហ្នឹងមួយកលៈបាទត្រឹមហ្នឹងមួយកលៈបាទនេះអញ្ចឹងត្រឹមហ្នឹងគឺយើងត្រូវបកស្រាយមុនឃើញទេយើងត្រូវបកស្រាយមុនហើយរបៀបបកស្រាយយើងឃើញកំណែមិញបាទនេះអត្តន័យទី1អញ្ចឹងគឺគេបកស្រាយទាំងអស់បណ្ដោយទាំងគំនិតសំខាន់ទាំងសេចក្តីលម្អិតទាំងឧទាហរណ៍គឺគេយកមកច្រាំនៅក្នុងអាហ្នឹងឲ្យអស់សិនហើយជាប់បន្ទាត់ណាពេលបកស្រាយជាប់បន្ទាត់អញ្ចឹងគេបកស្រាយអាចង្កោមទី1នឹងអស់សិនមកបានគេចូលអាចង្កោមទី2នេះអញ្ចឹងខ្ញុំបដូរពណ៌ឲ្យបងប្អូនស្រួលមើលបាទនេះសំខាន់ណាស់បងប្អូនដើម្បីយើងបាន A តើតែយើងច្បាស់អញ្ចឹងណាបាទនេះគេបកស្រាយអាចង្កោមទី2នេះឃើញទេបាទអញ្ចឹងអាហ្នឹងគឺអត្តន័យទី2ហើយអាហ្នឹងបកស្រាយបានតើតែម៉េចតើតែបងប្អូនយើងបកស្រាយអត្តន័យទី1នោះឲ្យអស់សិនណាបាទនេះមិនយើងចូលអត្តន័យទី2ហ្នឹងបាទនេះអត្តន័យទី2បកស្រាយអត្តន័យទី2បងប្អូនបកស្រាយឲ្យក្បោះក្បាយឲ្យអស់សេចក្តីគេមកឲ្យលើកឧទាហរណ៍លើកអីឲ្យបានច្រើនមកបាទយ៉ាងតិច3រឿងអីចឹងមកបាទហើយចាំយើងដោបខ្លឹមសារម្ដងទៀតគឺសរុបតែម្ដងអញ្ចឹងបងប្អូនយល់ទេបាទការបកស្រាយប្រធានកំណាព្យគឺអញ្ចឹងហើយចុះបើប្រធានមានអត្តន័យ3បកស្រាយ3ដងមានអត្តន័យ2បកស្រាយ2ដងមានអត្តន័យ1បកស្រាយ1ដងបងប្អូនស្ដាប់តនេះអញ្ចឹងប្រធានយើងគឺមានអត្តន័យសំខាន់2គេយកត្រឹមបំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមាន1បើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀនកុំអៀនកុំខ្មាស់ទី2អញ្ចឹងយើងមកមើលការបកស្រាយដូចតទៅហ្នឹងយើងត្រូវយល់អញ្ចឹងណាព្រោះគេសរសេរបាន A គឺតទៅសរសេរឲ្យអស់នៃសេចក្តីរបស់ប្រធានបទអញ្ចឹងមិនយើងសរសេរលេងលំហើយយើងរំពឹងថាខ្មែរបាន A អត់ទេអ្នកគេបានខ្មែរ A គេមិនសរសេរលំលេងទេគេច្បាស់លាស់ណាបាទទាំងការលើកឧទាហរណ៍គេអីមិនមែនមករឿង2រឿងដូចយើងទេបើបងប្អូនចង់បាន A ខ្មែរបងប្អូនត្រូវខំអានរឿងឲ្យបានច្រើនហើយពេលលើករឿងជាឧទាហរណ៍នោះលើកឲ្យលះឲ្យបានច្បាស់ឲ្យត្រូវឲ្យចំហើយលើកឲ្យបាន3រឿងយ៉ាងតិចបាទ3រឿងយ៉ាងតិចហើយបើមានពេលវេលាអាចលើកបាន5 6 7រឿងកាន់តែល្អប៉ុន្តែមិនមែនលើកមកមួយកតិចខ្លីទេយើងព្យាយាមសរសេរឲ្យវាស៊ីជម្រៅតែមិនមែនសង្ខេបរឿងទេណាបាទស្រង់យកគំនិតធំរបស់រឿងហ្នឹងយកមកគ្រប់គ្រងទៅលើការបកស្រាយអញ្ចឹងយើងមើលគំនិតសំខាន់ទី1ណាបាទគំនិតសំខាន់ទី1បំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានគេបកស្រាយដូចតទៅបងប្អូនសូមមើលសិនហើយចាំខ្ញុំបញ្យល់បន្ថែមគេថាមានន័យថានៅក្នុងជីវភាពរស់នៅមនុស្សម្នាក់តែមានកិច្ចការច្រើនដែលត្រូវបំពេញឃើញទេបាទតាមភារកិច្ចជួនកិច្ចការខ្លះអាចធ្វើដោយខ្លួនឯងបានហើយកិច្ចការខ្លះទៀតធ្វើខ្លួនឯងអត់បានទេត្រូវពឹងពាក់អ្នកដទៃឲ្យជួយឬក៏មកបម្រើបាទណាគេទាញចូលណាបាទមិនថាជាការងារផ្ទះឬការងារក្រុមហ៊ុនទេបាទបើវាច្រើនពេកធ្វើខ្លួនឯងលែងកើតវាត្រូវតែជួលអ្នកបម្រើឬក៏អ្នកធ្វើការមកជួយជំនួសដៃជំនួសជើងអញ្ចឹងយើងទាញម្ចាស់ផ្ទះឬក៏ម្ចាស់ក្រុមហ៊ុនឬក៏ថ្នាក់ដឹកនាំស្ថាប័នមិនថារដ្ឋឬឯកជនក៏បីជ្រើសរើសអ្នកបម្រើឃើញទេគេទាញចូលបាទជ្រើសអ្នកបម្រើឬក៏បុគ្គលិកឲ្យមកជួយកិច្ចការរបស់ខ្លួនហ្នឹងត្រូវចេះមើលពិនិត្យចរិតរឹកពីមាយាទអ្នកបម្រើហ្នឹងឬក៏បុគ្គលិកទាំងអស់នោះជាមុនដើម្បីគេចផុតពីអន្តរាយផ្សេងមែនទេអញ្ចឹងបងប្អូនបាទអន្តរាយផ្សេងមានន័យថាយើងរៀបរាប់ថែមមកនេះបាទមានន័យថាយើងមើលពីប្រវត្តិសាវតាចរិតលក្ខណៈ
បាទជួនកាលអ្នកនឹងជិះចោលបាទអ្នកនឹងធ្លាប់ជាពិរុទ្ធជនធ្លាប់លួចធ្លាប់ឆក់ធ្លាប់ប្លន់ឬក៏ជាអ ក្រិតជនធ្លាប់សម្លាប់គេអីជាដើមហើយយើងមកយកធ្វើការហើយយើងអត់ដឹងពីប្រវត្តិសាស្ត្រតាมันគ្រោះថ្នាក់ដល់ក្រុមហ៊ុនឬក៏มันគ្រោះថ្នាក់ដល់យើងក៏ដោយយើងយកមកបំរើនៅផ្ទះក៏ប៉ុន្តែអ្នកនឹងចោលឬក៏អ្នកនឹងជាអ ក្រិតជនធ្លាប់បាញ់សម្លាប់គេឬក៏ធ្លាប់កាប់សម្លាប់គេហើយយើងអត់បានមើលវិភាគពីអាចរិតលក្ខណៈអញ្ចឹងទៅយកមកដូចយកពោះវែកមកដាក់ក្បែរខ្លួនអញ្ចឹងបាទហ្នឹងយើងត្រូវមើលអញ្ចឹងណាបាទហ្នឹងក្នុងន័យថៅកែរើសកម្មករឬអ្នកបម្រើត្រូវមើលយើងបកស្រាយក្នុងន័យហ្នឹងបាទមួយទៀតតែបើសិនជាយើងនេះបាទជាអ្នកបម្រើជាអ្នកធ្វើការឲ្យគេវិញយើងឲ្យត្រូវមើលពុតត្បុតរបស់តកែរបស់ច្បាយនីយើងផងអញ្ចឹងណាបាទអញ្ចឹងកន្លែងនេះគឺគេខ្ញុំសូមបញ្ចប់សិនមិញខ្ញុំអានអត់ទាន់ចប់អញ្ចឹងមានន័យថាកាលណាយើងតកែយើងអត់បានមើលពីពុតត្បុតចរិតមាយាទរបស់កម្មករឬក៏របស់អ្នកធ្វើការទេណាវាអាចធ្វើឲ្យយើងមានគ្រោះថ្នាក់បាទឬក៏អាចធ្វើឲ្យយើងអន្តរាយឬក៏ធ្វើឲ្យយើងបរាជ័យក្នុងមុខជំនួញនឹងតែម្ដងឃើញទេអាហ្នឹងយើងបកស្រាយក្នុងអត្ថន័យតកែឬកម្មករឬបុគ្គលិកចុះមកយ៉ាងវិញទៀតបងប្អូនកន្លែងនេះខ្ញុំជាប់បន្តិចបាទអញ្ចឹងហើយបានជាយើងសង្កេតឃើញបងប្អូនស្ថាប័នធំៗណាបាទមីក្រូហិរញ្ញវត្ថុធនាគារឬក៏អង្គការ NGO ឬក៏ស្ថាប័នរដ្ឋដូចគ្នាដែរគឺគេត្រូវអីពេលដែលយើងជាប់ជាបុគ្គលិកគេគឺគេឲ្យយើងធ្វើអីគេលិខិតថ្កោលទោសហ្នឹងមានន័យថាយើងត្រូវធ្វើលិខិតមួយដើម្បីបញ្ជាក់ថាយើងនឹងអត់បានប្រព្រឹត្តខុសច្បាប់ដោយប្រការណាមួយទេតើបញ្ជាក់អានឹងទៀតណាបាទស្ថាប័នមួយបងប្អូនយើងបងប្អូនបាក់ឌុបយើងប្រឡងជាប់ទៅយើងស្គាល់ហើយពេលដែលយើងប្រឡងជាប់ស្ថាប័នការងារណាមួយមិនថារដ្ឋឬឯកជនគឺគេឲ្យយើងធ្វើលិខិតថ្កោលទោសហ្នឹងគឺគេបញ្ជាក់ថាយើងអត់មានប្រព្រឹត្តខុសក្នុងទោសរដ្ឋប្រវេណីបាទទោសព្រហ្មទណ្ឌអីទេបាទហ្នឹងណាបាទកន្លែងហ្នឹងចង់បញ្ជាក់អញ្ចឹងឥឡូវយើងមើលទៀតម្យ៉ាងវិញទៀតបើយើងច្រាស់មកវិញគេថាច្រាស់មកវិញបើនរណាម្នាក់ទៅបម្រើការងារឲ្យគេឬក៏ចវាយនាយក៏គួរតែពិនិត្យមើលពីកិរិយាមាយាទពុតត្បុតឬក៏ចំណង់ចំណូលចិត្តរបស់ចវាយនាយជាមុនសិនផងដែរបាទទើបគេអាចទទួលបានការពេញចិត្តឬក៏អាចជៀសផុតពីការចាញ់បោកឬក៏ទុកទោសពីម្ចាស់ឬក៏ចវាយនាយប្រយ័ត្នកន្លែងហ្នឹងណាបាទអញ្ចឹងកន្លែងនេះបម្រើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានទាញមកអត្ថន័យសំខាន់ពេលបកស្រាយគឺមាន2ទី1តកែពេលកម្មករបុគ្គលិកអ្នកធ្វើការត្រូវមើលពីពុតត្បុតចរិតលក្ខណៈប្រវត្តិសាវតារបស់កម្មករបុគ្គលិកនឹងសិនបាទកុំចេះតែយកមកជួនកាលអ្នកនឹងនាំអន្តរាយនាំទុកទោសដល់យើងអាហ្នឹងក្នុងន័យយើងជាតកែក្នុងន័យមួយទៀតក្នុងន័យយើងជាកម្មករជាអ្នកបម្រើជាអ្នកធ្វើការឲ្យតកែយើងក៏ត្រូវមើលពីតកែយើងដែរបាទថាតកែចរិតលក្ខណៈមាយាទយ៉ាងម៉េចជួនកាលយើងទៅធ្វើទាំងចាញ់បោកគាត់ដូចខ្ញុំបង្ហាញពីខាងដើមអញ្ចឹងបាទទៅកន្លែងហ្នឹងក៏ពិតបាទកន្លែងខុសច្បាប់បាទប្រព្រឹត្តបទល្មើសផ្សេងកាប់ឈើជួញដូរគ្រឿងញៀនបនលបែងជួញដូរអាវុធខុសច្បាប់ជួញដូរផលិតផលគ្មានគុណភាពហួសដេឡេឬក៏របស់ខុសច្បាប់និយាយរួមទៅខ្លីយ៉ាងហើយយើងអត់បានមើលយើងចេះតែទៅធ្វើជួនទៅទាំងអស់សំឡងទៅពើជាប់ទោសទាំងយើងដែរយើងអត់ដឹងខ្យល់អីផងអញ្ចឹងត្រូវមើលដែរមួយទៀតតកែខ្លះបាទចវាយខ្លះគឺមានអត្តចរិតដែលមិនល្អបាទកេងចំណេញកម្លាំងពលកម្មលើយើងឬជួនកាលកេងចំណេញបាទទៅលើផ្លូវភេទទៀតផងអញ្ចឹងកន្លែងហ្នឹងយើងត្រូវមើលអញ្ចឹងពេលបកស្រាយបងប្អូនយើងព្យាយាមសរសេរឲ្យលើសពីអ្វីដែលយើងឃើញនៅក្នុងអត្រាកំណែទៀតគឺកាន់តែប្រសើរតើនេះអញ្ចឹងបាទនេះគឺយើងបកស្រាយតើណាយើងបកស្រាយគ្រប់ត្រូលទៅនឹងពាក្យថាបម្រើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានគឺយើងបកស្រាយបាន2ចំណុចប៉ុណ្ណេះបន្ទាប់មកគឺភារកិច្ចបន្ទាប់គឺឧទាហរណ៍បាទឧទាហរណ៍អញ្ចឹងពេលយើងសរសេរយើងសេតាមបន្តណាបងប្អូនហើយទៅនេះក៏ពិតបងប្អូនចុះបន្តក៏គេមិនថាអីដែរបាទយើងបកស្រាយអានឹងចប់ត្រឹមនេះមកអានេះយើងចុះបន្តទៀតមកអត់អីទេចុះបន្តបានណាចុះបន្តមកប៉ុន្តែឧទាហរណ៍ទៅកន្លែងនេះយើងមិនបាច់ចុះបន្តទេយើងសេតពីខណ្ឌនេះមកតែនេះយ៉ាងមិនបាច់ចុះបន្តទេបាទក៏ប៉ុន្តែបាក់ឌុបគឺมันជាបញ្ហាចោតអីខ្លាំងទេបាទបងប្អូនយើងចង់ចុះបន្តទៀតក៏ចុះទៅកន្លែងឧទាហរណ៍នេះគឺมันជាបញ្ហាចោតទេប៉ុន្តែបើប្រឡងគ្រូគឺជាទូទៅគឺគេមិនចុះទេបាទអញ្ចឹងយើងលើករឿងបងប្អូនតោះប្រជាប្រិយអសរសិល្ប៍ប្រជាប្រិយគេលើកឡើង3រឿងបងប្អូនឃើញទេរឿងឪពុកក្មេករកកូនប្រសាបាទរឿងហ្នឹងគឺយើងចេះគ្រប់គ្នាណាបាទរឿងមាយើងឃើញទេរឿងមាយើងនេះគឺរឿងល្អរឿងធនិញជ័យបាទគេលើក3រឿងគឺរឿងសំខាន់អញ្ចឹងយើងមើលបាទពេលដែលយើងលើកយើងត្រូវលើកធ្វើម៉េចឲ្យវាពាក់ព័ន្ធជាមួយការបកស្រាយរបស់យើងនេះមិនមែនយើងលើកតែរឿងហើយយើងសរសេរមិនដឹងសរសេរពីអីអត់បានទេយើងសរសេរពីអីលើករឿងមកគឺសរសេរពីនេះសរសេរពីរឿងតកែរឿងកម្មករនេះដែលពាក់ព័ន្ធមើលពុតត្បុតគ្នាទៅវិញទៅមកហ្នឹងអញ្ចឹងណាតោះនេះបាទហើយខ្ញុំបញ្ជាក់បងប្អូនបើសិនជាយើងលើករឿងមួយហ្នឹងហើយយើងអាចគ្រប់គ្រងបានទាំងពីរចំណុចនេះគឺល្អមកប៉ុន្តែរឿងខ្លះវាមិនអាចគ្រប់គ្រងបានទាំងពីរទេអញ្ចឹងបើវាមានមួយចំណុចសេមួយចំណុចបើវាមានទាំងពីរចំណុចហ្នឹងសេទាំងពីរចំណុចអញ្ចឹងខ្ញុំបងលេខឲ្យអានេះយើងហៅថាចំណុចទី1បាទហើយត្រឹមនេះយើងហៅថាចំណុចទី2អញ្ចឹងទៅបងប្អូនយើងស្រួលយល់អញ្ចឹងបើរឿងហ្នឹងអាចគ្រប់គ្រងបានទាំងចំណុចទី1នេះអាចគ្រប់គ្រងបានចំណុចទី2នេះកាន់តែប្រសើរតែបើគ្រប់គ្រងបានតែមួយគឺយើងយកដែរអញ្ចឹងយើងមើលរឿងឪពុកក្មេករើសកូនប្រសាតើគ្រប់គ្រងបានទាំងពីរអត់បាទទី1គេស្អីថា
បាទនៅក្នុងរឿងឪពុកក្មេងរកូនប្រសាយើងដឹងហើយថាបរិសុទ្ធទី1បាទมันមើលពុតបុត្ររបស់ឪពុកក្មេងមានន័យថាអត់តាមតាន់ល្បិចឬក៏គេហៅថាវិធីសាស្ត្រយុទ្ធសាស្ត្ររបស់ឪពុកក្មេងបាទចិត្តសាស្ត្ររបស់ឪពុកក្មេងហ្នឹងគឺអត់អាចគប់ចិត្តឪពុកក្មេងបានបរាជ័យបាទឃើញទេបរាជ័យបាទចំណែកឯបរិសុទ្ធទី2ឃើញទេបរិសុទ្ធទី2ដឹងពីពុតបុត្របាទចរិតចរិយាមាយាទរបស់ឪពុកក្មេងរបស់ខ្លួនក៏ទទួលបានជោគជ័យបាទតមករីឯតាដែលជាឪពុកក្មេងមិនចេះមើលពុតបុត្របរិសុទ្ធទី2ណាបាទអត់ដឹងថាគេហៅថាល្បិចទល់ល្បិចបាទក៏ទទួលបរាជ័យចាញ់បាទចាញ់បរិសុទ្ធទី2ដែលគាត់ឆ្លាតវៃជាងអញ្ចឹងយើងឃើញគ្រប់ត្រូវបាទឪពុកក្មេងហ្នឹងឧបមាដូចតកែអញ្ចឹងបាទហើយដល់ទៅពេលកូនប្រសាទី1កូនប្រសាទី2ហ្នឹងប្រៀបដូចជាកម្មករបុគ្គលិកអញ្ចឹងឃើញទេបាទយើងលើកឲ្យវាច្បាស់អញ្ចឹងដែរឥឡូវយើងមកមើលរឿងមាយើងហើយយើងមើលសង្កេតឧទាហរណ៍ពេលគេសរសេរឃើញគេលើកតែចំណុចពាក់ព័ន្ធទេគេអត់មានទៅនិយាយកាលពីព្រៃនាយអីញ៉ៃញ៉ៃមកអាហ្នឹងសង្ខេបរឿងហ្នឹងគេនិយាយតែចំណុចដែលចំតែម្ដងអាហ្នឹងបានគេហៅឧទាហរណ៍ឥឡូវយើងមើលរឿងមាយើងចៅមាយើងមិនយល់ពីពុតឬក៏អរិយាមាយាទបាទអរិយាបថរបស់ស្ដេចទើបមានុបស្ទើរតែបាត់បង់ជីវិតអញ្ចឹងយើងសរសេរមកយើងមិនមែនសេតែប៉ុណ្្នឹងទេបាទត្រង់កន្លែងដែលចៅមាយើងនេះកាប់ពោះដាច់ជាពីរកំណាត់បាទហើយឈាមខ្ទាតទៅត្រូវសុដនរបស់មហេសីរបស់ព្រះរាជាអញ្ចឹងកន្លែងហ្នឹងដោយសារតែចៅមាយើងអត់យល់អត់ដឹងពីកលៈទេសៈកន្លែងហ្នឹងប៊ីសនឹងបាត់បង់ជីវិតបាទគេស្ដេចបញ្ជាអស់ទៅសម្លាប់ទាំងយប់បាទអញ្ចឹងកន្លែងនេះយើងត្រូវមើលយើងត្រូវដឹងបាទហ្នឹងព្រះរាជាកន្លែងនេះយើងប្រៀបដូចជាចៅវាយនាយរបស់យើងហើយមានុបកន្លែងនេះយើងប្រៀបដូចជាកម្មករកូនចៅពេលខ្លះបងប្អូនតែយើងប្រហែសបន្តិចយើងអត់ដឹងពីល្បិចរបស់គេបាទគេហៅថារោមថ្មបាក់ក៏ដោយនឹងឯងបាទរោមថ្មបាក់ហើយសង្គមយើងសពថ្ងៃនេះក៏មានដែរអារឿងចឹងបើសិនជាបងប្អូនយើងអត់មានប្រាជ្ញាវាងវៃក្នុងការវិភាគមើលពុតបុត្រតាមសង្កេតទេអាចនឹងគ្រោះថ្នាក់ចឹងនេះជាការអប់រំមួយសំខាន់ណារឿងធនិញជ័យសេដ្ឋីមិនមើលពុតបាទអត់ដឹងពីពុតបុត្រថាធនជ័យធនិញជ័យមកដើម្បីសងសឹកអារឿងបុកមកតៅបុកមកចែហ្នឹងបាទអញ្ចឹងក៏សេដ្ឋីវិនិច្ឆ័យអស់រហូតដល់ទីបំផុតឆេះផ្ទះសេដ្ឋីឡើងហ៊ានទុកធនិញជ័យក៏បានបាទប្រើល្បិចមួយគឺយកធនិញជ័យទៅឲ្យស្ដេចដើម្បីឲ្យស្ដេចជាអ្នកចាត់ការធនិញជ័យម្ដងធនិញជ័យទៅលេងទាំងស្ដេចទៀតអញ្ចឹងកន្លែងនេះគឺចង់អប់រំថានេះសេដ្ឋីអត់ដឹងពីល្បិចដែលធនិញជ័យមកដើម្បីសងសឹកគាត់ឲ្យធនិញជ័យនៅជាមួយធនិញជ័យលេងរហូតដល់តែសេដ្ឋីធ្លាក់ខ្លួនបាទឆេះផ្ទះឆេះអីអស់បាទអញ្ចឹងបាទកន្លែងហ្នឹងគឺសំខាន់ណាស់ដល់យើងពិចារណាអញ្ចឹងយើងលើកបាន3រឿងហើយបាទវាកក់ក្ដៅហើយប៉ុន្តែបើយើងសំមកយើងលើកទៀតឥឡូវយើងមើលរឿងបុរាណរឿងរាមកេរ្តិ៍ព្រះរាមមិនដឹងពីពុតបុត្ររបស់នាងសុរពណខាប្រើល្បិចបាទក៏បំបែកបាក់គ្រួសារបាទនាងសុរពណខាប្រើល្បិចបំបែកបាក់គ្រួសារបាទទៅធ្វើឲ្យព្រះរាមហ្នឹងគឺចាញ់កលល្បិចបាទចាញ់កលល្បិចបាទហើយកន្លែងនេះបើយើងក៏ប៉ុន្តែនាងសុរពណខានេះគឺมันជាប្រើល្បិចខ្លាំងទេបើយើងនិយាយយៈអាតុល័យវិញត្រូវជាងបាទកន្លែងនេះបើយើងនិយាយនាងយៈអាតុល័យដែលមកបោកនាងសេដាឲ្យគូរូបក្រុងរាពណ៍ឲ្យលុបអត់ជ្រះព្រះរាមអត់ដឹងពីកលល្បិចរបស់យៈប្រើការសម្រេចប្រតិយដោយកំរោលបានប្រើព្រះលក្សណ៍ឲ្យយកនាងសេដាទៅសម្លាប់ទាំងតែនាងមានកបុត្ររបស់ព្រះអង្គដល់ពេលហ្នឹងទៅគឺធ្វើឲ្យព្រះអង្គគឺបែកបាក់គ្រួសារបែកពីកូនបែកពីមហេសីរហូតបែកពីនាងសេដាបែករហូតព្រោះនាងសេដាខឹងណាស់បានឈឺចាប់ណាស់ហើយបានសច្ចាថាបើព្រះរាមមិនស្លាប់ទេមិនវិលចូលនគរវិញទេបាទអញ្ចឹងគឺកន្លែងហ្នឹងគឺចង់ឲ្យឃើញថាអត់ដឹងពីពុតបុត្ររបស់យៈអាតុល័យអញ្ចឹងក៏បែកបាក់គ្រួសាររហូតណានៅកន្លែងហ្នឹងយើងអាចលើកអញ្ចឹងបានបាទឥឡូវយើងមើលរឿងអក្សរសិល្ប៍ទំនើបអញ្ចឹងគេលើកបានទាំងអស់បាទអក្សរសិល្ប៍ជាព្រៃអក្សរសិល្ប៍បុរាណអក្សរសិល្ប៍ទំនើបអីហ្នឹងគឺល្អបងប្អូនលើកអញ្ចឹងមកយើងឃើញទេដើម្បីបាននិទេស A មិនស្រួលទេបងប្អូនឃើញមើលរបៀបសរសេរគេលើកអក្សរសិល្ប៍មិនយើងលើកតែខេមរៈនិយមហើយយើងអួតទេបាទចង់បានបន្ទុកក្តាំងយើងលើកអីជាព្រៃក៏យើងលើកបានបុរាណក៏យើងលើកបានណាទំនើបក៏យើងលើកបានអាហ្នឹងបានបន្ទុកយើងក្តាំងហ្មងបាទហើយនិទេស A បណ្ដោយអញ្ចឹងយើងមើលរឿងអក្សរសិល្ប៍ទំនើបរឿងកលាបបៃលិនបាទយើងដឹងហើយកលាបបៃលិននិពន្ធដោយលោកញុកថែមបាទអញ្ចឹងយើងមើលលោកលួងរតនសម្បត្តិយល់ពីអរិយាមាយាទរបស់ចៅចិត្រគេក្នុងនាមជាតកែបាទប្រគល់ការងារឲ្យធ្វើបាទគឺឲ្យចៅចិត្រជាអ្នកត្រួតរំលងត្បូងជំនួសគាត់មានកាន់ការងារបញ្ជីត្បូងណាចៅចិត្រធ្វើបានយ៉ាងល្អហើយទទួលជោគជ័យហ្នឹងដោយសារអីដោយសារលោកលួងរតនសម្បត្តិមើលឃើញពីសមត្ថភាពរបស់ចៅចិត្របាទហ្នឹងហើយបាទបំរើមើលពុតប្រាជ្ញាឲ្យមុតស្មារតីឲ្យមានណាបាទចេះមើលអញ្ចឹងឃើញទេបាទឃើញគាត់ជោគជ័យបាទសម្រាប់ចិត្តបាទបានជោគជ័យតែម្ដងបាទយើងអាចលើករឿងអីទៀតរឿងតកែចិត្តចោលតកែចិត្តចោលដោយសកម្មភាពបនតកែបាទឲ្យចេះមើលតែមិនចេះមើលចាញ់បោកដោយពូហំអញ្ចឹងយើងឃើញពូហំទេពូហំគឺបដូរជីវិតលក់កិត្តិយសបាទលក់សេរីភាពមានតែជាប់គុកហ្នឹងបថយនឹងជាប់គុកហ្នឹងបាទទៅបើកឡានទទួលបញ្ជាពីតកែបើកឡានទៅបុកឡានតកែហុងលី
ហើយទីបំផុតទៅលុយ 10000 រៀលអត់បានហើយជាប់គុកទៀតអញ្ចឹងពូហំគាត់អត់ចេះមើលពីពុទ្ធបុត្របានតកែចិត្តចោលអញ្ចឹងគាត់ចាញ់បោកឃើញទេបាទរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់រឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់យើងឃើញសកម្មភាពសំគាត់ចាញ់បោកទីមួយគាត់ចាញ់បោកតកែហុកពេលដែលទៅសងសឹកឲ្យប្រពន្ធឃើញទេចាញ់បោកតកែហុកអត់ចេះមើលចរិតមនុស្សបែបតកែហុកហើយសំនៅតែទុកចិត្តទីបំផុតគឺចាញ់កលមកតកែហុកលេងមកចាក់ដៃហើយបានប្តឹងឲ្យនគរបាលចាប់យកទៅឃុំឃាំងដាក់គុកទៀតមួយទៀតសំចាញ់បោកលោកយេងអ្នកនយោបាយបោកប្រាស់អញ្ចឹងគាត់អត់ដឹងគាត់អត់ចេះមើលពុទ្ធបុត្ររបស់លោកយេងហ្នឹងចាញ់បោកលោកយេងម្ដងទៀតបាទខំធ្វើការបម្រើប្រយោជន៍គេទីបំផុតទៅគេអត់តបស្នងសងគុណមកកាន់ខ្លួនវិញអត់ដឹងគុណមិនសមវិញឃើញទេមួយទៀតសំចាញ់បោកម្ដងទៀតគឺចាញ់បោកលោកអុកញ៉ាសម្បូរសម្បត្តិខំយកកាបូបលុយទៅឲ្យគេវិញហើយគេប្តឹងប៉ូលីសចាប់ខ្លួនដាក់គុក3ខែទៀតយើងឃើញទេបាទហ្នឹងបំរើមើលពុទ្ធណាបាទបំរើមើលពុទ្ធដែលមិនចេះមើលពុទ្ធបុត្ររបស់ចៅហ្វាយនេះហ្នឹងគឺទៅហើយបាទរឿងបាទដេជោយ៉អានេះខ្ញុំនិយាយប្រហើយមួយទៀតសិនដោយលោករដ្ឋមន្ត្រីក្មេងគាត់យកសំទៅនៅជាមួយគាត់មើលឃើញថាសំជាមនុស្សអត់មានពុទ្ធបុត្រទេសំជាមនុស្សស្មោះត្រង់សំជាមនុស្សស្លូតបូតអញ្ចឹងគាត់ផ្ដល់ឱកាសយកសំទៅនៅជាមួយហើយរហូតដល់សំអាចមានឱកាសត្រឡប់ទៅស្រុកកំណើតវិញខ្លាយខ្លួនជាកសិករគំរូផ្លាស់ប្ដូរជីវភាពបាទធ្វើស្រែចម្ការក្រោមនយោបាយទឹករបស់សម្ដេចតាគឺសំបានអនាគតល្អរហូតបានខ្លាយជាគណៈកម្មការកងឃុំប្រធានគណៈកម្មការកងឃុំតំណាងឲ្យឃុំមួយមកប្រជុំសមាជជាតិលើកទី9នៅភ្នំពេញអញ្ចឹងឃើញទេសំមានរស្មីជីវិតឡើងវិញដោយសារតែលោករដ្ឋមន្ត្រីក្មេងគាត់ចេះមើលមនុស្សបាទគាត់ចេះមើលថាសំចរិតលក្ខណៈបែបម៉េចគាត់ផ្ដល់ឱកាសឲ្យសំបានមានអនាគតល្អរឿងដេជោយ៉ននេះបាទគឺបង្ហាញឲ្យឃើញសកម្មភាពរបស់ដេជោយ៉នគឺចេះមើលពីអិយាបថរបស់ស្ដេចបាទអញ្ចឹងដេជោយ៉នសុំដាវអាញាសិទ្ធពេលដែលដេជោយ៉នទៅបង្ក្រាបការបះបោរនៅខេត្តពោធិ៍សាត់បើសិនដេជោយ៉នអត់សុំដាវអាញាសិទ្ធពីស្ដេចទេដេជោយ៉នមិនអាចបង្ក្រាបការបះបោរនៅទីនោះបានទេឃើញទេមួយទៀតដេជោយ៉នពេលដែលទៅបង្ក្រាបការបះបោរនោះដេជោយ៉នប្រើវិធីសាស្ត្រដ៏ល្អក្នុងការស្វែងរកខ្មាំងផ្ទៃក្នុងគេហៅដង្កូវក្នុងសាច់បាទឲ្យដោយដេជោយ៉នប្រើវិធីអុសឫស្សីបញ្ច្រាស់ចុងតាមរោគអ្នកណាជាជនក្បត់ដែលតែងតែផ្ដល់ដំណឹងឲ្យខ្មាំងរហូតគឺឲ្យសៀមរហូតអញ្ចឹងតែចូលយត់គឺកំណត់បានដោយប្រើយុទ្ធសាស្ត្រអូសឫស្សីបញ្ចាស់ចំតាមរកឃើញថាក្រុមបពុមើលចៃចង្រាក់ជាជនក្បត់ដែលចូលយត់យកទៅសម្លាប់ចោលទើបដែលចូលយត់អាចបង្ក្រាបការបះបោរនៅពោធិ៍សាត់បានយើងឃើញទេអញ្ចឹងគឺកន្លែងហ្នឹងគឺលាតត្រដាងឲ្យយើងឃើញពាក់ព័ន្ធជាមួយនឹងការបកស្រាយទៅនឹងគំនិតសំខាន់ទី1របស់យើងបំរើមើលពុទ្ធប្រាជ្ញាឲ្យមុតស្មារតីឲ្យមានបាទអញ្ចឹងយើងបកស្រាយចំណុចទី1គឺប៉ុណ្ណឹងបងប្អូនណាឥឡូវយើងចូលមកបកស្រាយគំនិតសំខាន់ទី2ត្រង់ត្រឹមថាបើខ្លៅឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានចង់បានរបៀនកុំអៀនកុំខ្មាស់អញ្ចឹងយើងមើលអត្ថន័យកន្លែងនេះគឺគេប្រាប់យើងថាម៉េចមានន័យថាមនុស្សម្នាក់ៗនៅក្នុងសង្គមមានភ្ជាប់នៅភាពល្ងងខ្លៅភាពអវិជ្ជាជាធម្មតាទាំងលោកគ្រូទាំងបងប្អូនទាំងតាណាក៏ដោយគ្មានអ្នកណាចេះគ្រប់10ទេមនុស្សយើងបកស្រាយមកគ្មានអ្នកណាដែលចេះគ្រប់10ទេពលគឺតែមានភាពល្ងិតល្ងងភាពអវិជ្ជាជារឿងធម្មតាបាទមានកន្លែងដែលអត់ចេះអត់ដឹងជារឿងធម្មតាបាទហើយសំណុំពរពួកគេតែងតែចង់បាននៅចំណេះចេះដឹងសពសារពើដើម្បីកែប្រែខ្លួនឲ្យខ្លាចខ្លួនទៅជាអ្នកមានសមត្ថភាពអាចយល់បាននៅកិច្ចការទូទៅនិងបំពេញការងារប្រកបដោយជោគជ័យអាហ្នឹងគឺជាធម្មតារបស់មនុស្សហ្នឹងណាប៉ុន្តែដើម្បីសម្រេចគោលដៅខាងលើនេះមនុស្សចាំបាច់ត្រូវតែស្វែងរកការសិក្សារៀនសូត្រប្រកបដោយភាពឆ្លៀសវៃរហ័សរហួនបាទហ៊ានស៊ូហ៊ានឆ្លើយចេះមើលអ្នកដទៃជាគំរូសង្កេតតាមដានរៀនសូត្រពីគេអញ្ចឹងទៅអញ្ចឹងកន្លែងថាបើខ្លាចឲ្យប្រាជ្ញបើខ្លាចឲ្យហ៊ានហ្នឹងចង់បានរបៀនកុំអៀនកុំខ្មាស់មានន័យថាបើសិនជាយើងអត់ចេះអត់ដឹងយើងហ៊ានសួរគេយើងរៀនសូត្រពីគេយើងទទួលយកការកែលម្អពីគេកុំឲ្យយើងអត់ចេះហើយយើងធ្វើថាងើយស្គរអោនដាក់ក្របបងប្អូនយើងទៅធ្វើកទីកតើថាអ៊ូតខ្លួនថាអ្នកចេះចប់បដោយបាទគេពាក្យមួយគេថាម៉េចបាទល្ងងមិនសំខាន់ច្រឡំតែខ្លួនឯងចេះអាហ្នឹងគេខ្លាចតែហ្នឹងហ្មងបាទអញ្ចឹងយើងបកស្រាយអត្ថន័យប៉ុណ្ណឹងហើយចុចនេះមានន័យថាយើងអាចមានកំណត់ហូរហែទៀតមកបាទហូរហែទៀតមកយើងបកស្រាយមួយក៏បានដែរបើខ្លាចឲ្យប្រាជ្ញមិនបើខ្លាចឲ្យហ៊ាននឹងមិនទៀតបាទអញ្ចឹងបើខ្លាចឲ្យប្រាជ្ញមានន័យថាបើយើងអត់ចេះទេយើងរៀនសូត្រពីគេកុំឲ្យអត់ចេះឲ្យធ្វើចរិតខ្លួនឯងដូចជាចេះណាស់អញ្ចឹងអត់ទេបើខ្លាចឲ្យហ៊ានមានន័យថាបើសិនជាយើងមានភាពកំសាកឬភ័យខ្លាចអីយើងឲ្យហ៊ានពឹងផ្អែកទៅថាឲ្យហ៊ានពឹងពាក់គេអ្នកដែលគេមានសមត្ថភាពឲ្យហ៊ានដូចថាឲ្យហ៊ានប្រស័យតាក់ទងជាមួយគេដើម្បីមានកម្លាំងមានសាមគ្គីជាមួយអ្នកដទៃអញ្ចឹងកុំឲ្យតែម្នាក់ឯងណាបាទចង់បានរបៀនចង់បានចំណេះចឹងចង់បានចំណេះដឹងចង់បានលៀបយកសក្ការៈគឺថាត្រូវហ៊ានស៊ូហ៊ានឆ្លើយហ៊ានពិគ្រោះយោបល់និយាយរួមហ៊ានពឹងពាក់គេយើងបកស្រាយចឹងមកបាទបន្តមកយើងលើកឧទាហរណ៍ឃើញទេបាទអក្សរសិល្ប៍ជាប្រៃអក្សរសិល្ប៍បុរាណនេះណាបាទអក្សរសិល្ប៍ទំនើបឃើញគេតម្រាំគេបាននិទេសអេបងប្អូនឃើញរបៀបផ្សេងគេសូម្បីតែលើកឧទាហរណ៍ក៏គេលើកបានល្អដែរឃើញទេអញ្ចឹងអក្សរសិល្ប៍ជាប្រៃបាទរឿងអ្នកក្រនៅក្បែរផ្ទះសេដ្ឋីធ្វើត្រាប់សេដ្ឋីបាទអ្នកក្របានយកគំរូរបស់សេដ្ឋីខ្លាយជាអ្នកមាន
រឿងអ្នកក្រនៅក្បែរផ្ទះសេដ្ឋីមានន័យថាគាត់រៀនសូត្រឃើញសេដ្ឋីធ្វើអីគាត់ធ្វើនឹងដែរបាទឃើញសេដ្ឋីចិញ្ចឹមគោគាត់ចិញ្ចឹមគោដែរណាឃើញសេដ្ឋីជួញដូរគាត់ជួញដូរដែរអញ្ចឹងគាត់រៀនសូត្រយកគេជាគំរូអញ្ចឹងទៅឃើញទីបំផុតទៅអ្នកក្រទៅជាមានដែរបាទអាហ្នឹងគឺល្អមែនតើបាទយើងមើលអក្សរសិល្ប៍បុរាណរឿងរាមកេរ្តិ៍ព្រះរាមបានទៅរៀនយុទ្ធសាស្ត្រឬក៏សិលវិជ្ជាជាមួយឥសីពិស្វាមិត្របាទចេះចាំគម្ពីរវេទរៀនសពចប់គម្ពីរវេទណាមានសមត្ថភាពខ្លាំងពូកែលើសអស់អតិទេពក្នុងឋានទាំង3អាហ្នឹងគឺដោយសារតែព្រះរាមណាបាទចង់បានរបៀនណាចង់ចេះចង់ដឹងគឺចេះរៀនចេះសូត្របាទមិនមែនតាំងខ្លួនហ្នឹងអញជាអវតារទី7នៃព្រះវិស្ណុហ្នឹងមិនបាច់រៀនអីទេអត់ទេទៅរៀនសូត្រពីឥសីពិស្វាមិត្ររហូតបានរៀនចប់គម្ពីរវេទមានសមត្ថភាពខ្លាំងពូកែបាទយើងមើលរឿងទំនើបម្ដងរឿងទុំទាវបាទទុំរៀនសូត្រនៅវត្តវិហារធំបាទខំរៀនសូត្រពីលោកគ្រូនៅវត្តវិហារធំចេះស្មូតចេះមើលសត្រាចេះទេសនាចេះធ្វើតោកឃើញទេបាទហើយទុំស្មូតពីរោះបាទយើងអាចលើកកំណាព្យនៅក្នុងរឿងទុំទាវបាទមកទៀតកាន់តែប្រសើរបាទរឿងការស្រពោនបាទយើងនិយាយពីតួអង្គប៊ុនធឿនគឺគាត់តស៊ូរៀនសូត្ររហូតដល់ភ្នំពេញឃើញទេនឹងមួយទៀតពេលដែលប៊ុនធឿនចូលព្រៃរនាមគាត់មិនតាំងខ្លួនដែរអញជាអ្នករៀនសូត្រពងពោះអញ្ចឹងមិនបាច់សួរគេសួរឯងអត់ទេគាត់ចេះសួរគេសួរឯងណាសួរអ្នកដើរព្រៃជាមួយនឹងរៀនសូត្រពីគេបានបាទដឹងពីឃ្មុំយ៉ាងម៉េចបាទវាហើទៀបហើខ្ពស់សបុកនៅចិត្តសបុកនៅឆ្ងាយណាបាទគាត់ចេះសួរចេះអីចង់ចេះចង់ដឹងរឿងតកែចិត្តចោលផានិតគឺបង្ហាញអំពីមនុស្សម្នាក់ដែលគេហៅថាមានឧត្តមគតិថ្លៃថ្នូរហើយជាឧត្តមគតិជឿនលឿនអញ្ចឹងផានិតគឺគាត់បង្ហាញឲ្យឃើញថាគាត់ជាមនុស្សដែលមានឆន្ទៈគឺថាស្រឡាញ់យុត្តិធម៌ស្រឡាញ់សេចក្តីស្មោះត្រង់អញ្ចឹងកន្លែងហ្នឹងគឺផានិតគឺគាត់ចេះសួរដេញដោយវែកញែករកខុសរកត្រូវបងអញ្ចឹងគាត់មិនដឹងថាណាជាមេចោលអញ្ចឹងគាត់ចោទថាតកែជាតកែចិត្តចោលដោយសារគាត់ចេះសួរចេះវិភាគស្ថានភាពទៅគាត់កំណត់ដឹងថាណាជាចោលពិតប្រាកដអញ្ចឹងយើងបកស្រាយប្រធាននេះវាធំដែរណាបាទបងប្អូនប្រធានកំណាព្យការបកស្រាយគឺអញ្ចឹងហើយបានគេកម្រយកប្រធានកំណាព្យមកដាក់ក្នុងថ្នាក់វិទ្យាសាស្ត្រដោយសារមូលហេតុហ្នឹងឯងបាទពេលវេលាតិចសរសេរអត់ចប់ទេអញ្ចឹងគេយកមកដាក់ក្នុងប្រធានថ្នាក់សង្គមគឺ150នាទីនេះគឺបាទយើងសរសេរមកចាស់ដៃដែរណាបាទសរសេរយឺតក៏សរសេរអត់តាន់ដែរអញ្ចឹងបងប្អូនយើងព្យាយាមយកគំរូនេះយកទៅមើលសំខាន់ឲ្យដឹងថាអូកំណាព្យគេបកស្រាយអញ្ចឹងមានរបៀបបែបផែនវាអញ្ចឹងសោះអញ្ចឹងឲ្យយើងដឹងរបៀបហ្នឹងមកហើយយើងសរសេរឲ្យស្របទៅតាមអ្វីដែលអត្រាកំណែណែនាំយើងមកយើងដឹងតែសង្ឃឹមបានអីហើយបាទអញ្ចឹងយើងសរុបសេចក្តីឲ្យគេបងប្អូន5បន្ទុកណាបាទសរុបឲ្យល្អមកសរុបសេចក្តីមកអ្នកបម្រើគេសំខាន់ចេះមើលពុតអ្នកដែលយើងសេពគប់បាទម្យ៉ាងទៀតបើចង់បានចំណេះក៏បីត្រូវឆ្លៀសវៃក្លាហានសួរនាំយកគំរូតាមអ្នកដទៃដែលជាអ្នកជោគជ័យបាទចឹងកន្លែងនេះខ្ញុំថែមបន្តិចបាទសរុបសេចក្តីមកអ្នកបម្រើគេត្រូវចេះមើលពុតបុត្ររបស់ចៅហ្វាយនាយឯចៅហ្វាយនាយវិញក៏ត្រូវចេះមើលពុតបុត្ររបស់កម្មករឬក៏អ្នកធ្វើការឲ្យខ្លួនម្យ៉ាងវិញទៀតបាទចាំយើងដាក់នេះមកអញ្ចឹងយើងសេឲ្យពេញលេញអញ្ចឹងណា5បន្ទុកបាទបន្ទាប់មកយើងបញ្ចប់សេចក្តីដល់យើងវិតម្លៃប្រធានបាទជាចុងក្រោយឬក៏ជាទីបញ្ចប់អីចឹងណាបងប្អូនជាទីបញ្ចប់ឆ្លងតាមការបកស្រាយនិងអំណះអំណាងយ៉ាងក្បោះក្បាយខាងលើសបញ្ជាក់ឲ្យឃើញថាប្រធានខាងលើនេះពិតជាមានខ្លឹមសារអប់រំល្អសម្រាប់មនុស្សទូទៅឲ្យចេះមើលពីអិរិយាបថវិយាពុតបុត្ររបស់មនុស្សមុននឹងសេពគប់និងបង្ហាញពីវិធីក្នុងការស្វែងរករបៀនបាទចំណេះវិជ្ជាឬក៏លៀបយុសការៈផ្សេងណាដោយឲ្យប្រកបដោយទឹកចិត្តក្លាហានឆ្លៀសវៃដើម្បីទទួលបានជោគជ័យក្នុងជីវិតមតិតខ្លួនគឺបងប្អូនសរសេរតាមការយល់ឃើញរបស់យើងមកឥឡូវយើងគិតមើលតើយើងគួរឲ្យមតិតខ្លួនបែបម៉េចបើក្នុងករណីយើងឃើញពីរឿងរ៉ាវបែបហ្នឹងអញ្ចឹងមតិតខ្លួនយើងសរសេរថាហេតុដូចនេះក្នុងនាមយើងជាកូនខ្មែរគ្រប់រូបបាទឬក៏ក្នុងនាមយើងជាសិស្សានុសិស្សយើងត្រូវធ្វើម៉េចបាទយើងត្រូវប្រឹងរៀនខិតខំប្រឹងប្រែងរៀនសូត្រត្រង់ត្រាប់ស្ដាប់នៅការបញ្យល់ណែនាំរបស់លោកគ្រូអ្នកគ្រូត្រូវចេះស្រាវជ្រាវបាទវិញ្ញាសាត្រាកំណែឬក៏ត្រូវចេះស្រាវជ្រាវរកចំណេះដឹងថ្មីជុំវិញពិភពលោកដើម្បីអភិវឌ្ឍខ្លួនឯងឲ្យមានសមត្ថភាពសម្បូរបែបហើយត្រូវយកសមត្ថភាពនោះមកកសាងលើកស្ទួយសង្គមកម្ពុជាឲ្យមានការរីកចម្រើនអញ្ចឹងទៅល្អឬក៏យើងពាក់ព័ន្ធនឹងរឿងពុទ្ធបុត្រអីហ្នឹងមកណាបាទអញ្ចឹងមតិតខ្លួននេះតាមឆន្ទៈតាមការយល់របស់យើងមករចនាបថគេឲ្យយើងឡើង10បន្ទុកបងប្អូនឥឡូវយើងមើលរចនាបថទី1អក្សរល្អអក្សរយើងស្អាតណាយើងសេមកបាទអត់ខុសអត់គូសអត់លុបអត់ខ្វៀកបាទអក្សរមានរបៀបរៀបរយអក្សរល្អឃ្លាប្រយោគល្អមានន័យយើងសរសេរមកស្ដាប់មើលទៅស្រួលស្ដាប់ងាយយល់ណាបាទយើងសេមកមានឃ្លោងឃ្លាគួរល្អស្ដាប់អញ្ចឹងក៏គេឲ្យបន្ទុកដែរប្រើប្រាស់ប្លង់ត្រឹមត្រូវមានន័យថាមានលំនាំមានចំណូលមានចំណោទមានឃ្លាភ្ជាប់បញ្យលពាក្យបញ្យលន័យបកស្រាយមានឧទាហរណ៍មានកំណត់សំខាន់មានសរុបមានវិតម្លៃមានមតិតខ្លួននិយាយរួមគឺគ្រប់ចំណុចទាំងអស់អាហ្នឹងក៏បានបន្ទុកដែរខ្លឹមសារល្អបាទខ្លឹមសារល្អគឺ
អត្តន័យបកស្រាយល្អនិយាយចឹងណាហើយនឹងអក្ខរាវិរុទ្ធបាទអត់ខុសស្អីអត់សូវលុបបាទអត់គូខ្វៀកលុបបាទហើយបើលុបកុំប្រើទឹកលុបណាបាទដាច់ខាតហ្មងហើយបើជ្រុលជាត្រូវលុបគ្រាន់តែគូសមួយឆ្នូតពីលើចេះបានហើយបាទហើយយកបន្ទាត់គូសឲ្យស្អាតណាលុបឲ្យមានរបៀបអញ្ចឹងសម្គាល់អានសម្គាល់តិចទៅក្នុងការបំភ្លឺកំណត់សំខាន់នីមួយៗអាចលើកឧទាហរណ៍យ៉ាងតិច3រឿងយល់ទេចឹង3រឿងយ៉ាងតិចក្រោម3រឿងអត់បានទេអញ្ចឹងខ្ញុំបញ្ជាក់ពីដើមមកហើយថា3រឿងយ៉ាងតិចប៉ុន្តែប្រធានយើងគេលើកបានគេលើកច្រើនរឿងណាបាទទាំងអក្សរសិល្ប៍ជាប្រៃអក្សរសិល្ប៍បុរាណអក្សរសិល្ប៍ទំនើបសរុបទៅក្នុងមួយចំណុចគេលើកឡើង5 6រឿងហ៎បាទអញ្ចឹងទាំង2ចំណុចហ្នឹងលើកបាទយើងសរុបទៅចូលបាទ6 7រឿងបាទអញ្ចឹងអរគុណច្រើនបងប្អូនយើងបញ្ចប់ប៉ុណ្្នឹងហើយនេះជាអត្រាកំណែផ្លូវការបងប្អូនយើងបានរៀនអត្រាកំណែផ្លូវការអញ្ចឹងល្អបាទយើងដឹងរបៀបរបបសរសេរណាបាទអញ្ចឹងអរគុណច្រើនបងប្អូនចាំតាមដានជាមួយខ្ញុំនៅអត្រាកំណែលើកក្រោយទៀតណាខ្ញុំនឹងដកស្រង់យកមកបង្ហាញបងប្អូនហើយនេះថាជាការរួមចំណែកមួយជួយឲ្យយើងដឹងថារបៀបរបបសរសេរមិនឲ្យយើងយល់បន្ថែមអញ្ចឹងណាបងប្អូនបាទហើយបងប្អូនយើងចង់បាននិទ្ទេស A លើមុខវិជ្ជាខ្មែរកុំភ្លេចយកឈុតនិទ្ទេស A របស់យើងបាទឈុតនិទ្ទេស A ខ្មែរយកទៅមើលបាទលោកគ្រូមានជាឈុតនិទ្ទេស A ខ្មែរហើយលោកជូនក្នុងតម្លៃធូរថ្លៃទេបាទផ្ញើឲ្យដោយមិនគិតថ្លៃសេវាទៀតអញ្ចឹងបងប្អូនយើងគួរតែប្រឹងប្រែងរៀនសូត្រណាបាទចង់បានឈុតនិទ្ទេស A ខ្មែរទាក់ទងមកលោកគ្រូតាម Telegram បាទនៅខាងចុងវីដេអូបាទសូមអរគុណបងប្អូនចាំជួបគ្នានៅវិញ្ញាសាអត្រាកំណែលើកក្រោយទៀតណាបាទហើយចូលរួមជួយគ្រប់គ្រង share ចែកម្លែកឲ្យបងប្អូនយើងផ្សេងៗទៀតបានឃើញផងណាបាទសូមអរគុណ